សិនជាអ្នកទាំងអស់គ្នាដឹងទេរជ្ជកាលរបស់ Super Sentai គឺមកដល់ទីបញ្ចប់ហើយពួកអ្នកដែលអត់ដឹងគឺ Super Sentai ជា original version របស់ Power Ranger បានន័យថាវា originate មកពីប្រទេសជប៉ុននិយាយទៅគឺអាមេរិកគេទិញសិទ្ធិអីក៏បែបយ៉ាងតាក់ទងទៅនឹង Super Sentai យកមកធ្វើជា version របស់គេមានតួអង្គសម័យរបស់គេយកមកទាំងកៅអៅទាំង Megazord ទាំងឈុតឆាក footage មួយចំនួននិយាយទៅគឺយកមកសង្កត់ថា 80% ហើយប៉ុន្តែឥឡូវហ្នឹងគឺអា original គឺវាចប់សពគ្រប់បីបានន័យថាគេលែងផលិតហើយ Super Sentai ហ្នឹងមានច្រើនជាង Power Ranger ច្រើនជាងខ្លាំងមែនតើហ្មងតែចាប់ផ្ដើមឡើងមកជាមួយនឹងក្រុម Super Sentai ដំបូងគេគឺ Himizu Sentai Go Ranger និងបញ្ចប់ទៅវិញជាមួយនឹង Super Sentai ទី49គឺ Go Chuger ប៉ុន្តែបើសិនជា version របស់អាមេរិកគឺចាប់ផ្ដើមឡើងមកជាមួយនឹង Power Ranger Mighty Morphin ដែលយើងឃើញភាគច្រើនជាមួយនឹងអាប៉េងប៉ោងដែលគេលក់ដល់ថ្ងៃហ្នឹងបើសិនជាយើងបកមក Super Sentai វិញតើហេតុអីបានជាគេឈប់ផលិត franchise មួយហ្នឹងជាហេតុផលច្បាស់លាស់ហ្មងគឺខ្ញុំអត់មានបានឃើញមកពីក្រុមហ៊ុនអីឲ្យវាជាក់ស្ដែងហ្មងទេប៉ុន្តែយើងអាចនិយាយបានថាទី1គឺ franchise Super Sentai ហ្នឹងគឺវាធ្លាក់ចំណូលខ្លាំងពីសួរសាប់ទៅគឺចំណូលវារកអត់គ្រប់នៅអា production រឿងហ្នឹងតែការទិញថយប្រដាប់លេងគ្រឿងលេងអីប្រែកាយតាក់ទងទៅនឹង Super Sentai ហ្នឹងវារៀងធ្លាក់ចុះខ្លាំងហើយទី2ហ្នឹងគឺតាក់ទងទៅនឹងប្រជាប្រិយភាពរបស់ franchise មួយហ្នឹងខ្ញុំជឿជាក់ថាអ្នកជំនាន់មុនសេរីខ្ញុំអីគឺ Super Sentai ឬមួយក៏រឿងតាក់ទងទៅនឹង Power Ranger Dai Rangers អីណាមកគឺពូតាមដានសាហាវដល់ក៏ប៉ុន្តែក្មេងៗសម័យឥឡូវគឺគេទៅតាមដានអា AI ត្រាឡាឡេឡូអីណានោះឆ្កុយអត់យល់ Skibidi ស្អីណាយ៉ាងទៅខ្ញុំតាមអត់ទាន់មានអា trend របស់ក្មេងៗឥឡូវហ្នឹងគឺចម្លែកហ្មង X67 អីគេហ្នឹងសិនយើងនិយាយស្មោះត្រង់ទៅគឺគោលដៅរបស់ Super Sentai ហ្នឹងតាក់ទងទៅនឹងក្មេងៗដល់ពេលក្មេងៗគេលែងសូវមើលវាទៅតាមនឹងដែរអញ្ចឹងណាតែការបញ្ចប់ពី Super Sentai នេះគឺមិនមែនមានន័យថាចក្រវាលហ្នឹងអាលីខ្សលហ្មងទេយើងអាចនិយាយបានថាគេអាចនឹងបញ្ឈប់ឥឡូវសិនហើយគេអាចធ្វើបន្តនៅថ្ងៃក្រោយបានទៀតមួយទៀតការបញ្ចប់រឿង Super Sentai ហ្នឹងគឺក្រុមហ៊ុនគេបានត្រៀមខ្លួនជាមួយនឹងរឿង series ថ្មី Tokusatsu series ថ្មីមួយទៀតគឺតាក់ទងទៅនឹង Project Red ជាសួរសាប់ទៅគឺគេអាច rebrand Super Sentai ហ្នឹងជំនួសដោយ Project Red វិញតែថ្មីហ្នឹងគឺយើងបានឃើញអំពី teaser នៃ Project Red ហ្នឹងយើងនិយាយអំពី concept overall ហ្មងគឺជា Space Sheriff ជាប៉ូលីសនៅភពក្រៅហើយបើយើងមើល teaser ហ្នឹងទៅគឺមាន Megazord មានអីដែរប៉ុន្តែអ្វីដែលយើងអាចនិយាយបានថាខុសគ្នាគឺតាក់ទងទៅនឹងរឿងហ្នឹងវារៀងមានលក្ខណៈ mature ឬមួយក៏មានលក្ខណៈរៀងសម្រាប់មនុស្សធំជាងរឿង Super Sentai ដែលគេធ្វើសម្រាប់ក្មេងៗហើយរឿងហ្នឹងក៏គេនឹងចាប់ផ្ដើមចាក់នៅឆ្នាំក្រោយដែរនិយាយយើងនិយាយអំពី Tokusatsu series ដែលជា series Supernatural series តាក់ទងទៅនឹងរឿងមនុស្សយកមកប្រែកាយអីហ្នឹងគឺមកគិតមកដល់ឥឡូវហ្នឹងគឺយើងមាននៅសល់តែ Kamen Rider ហើយនឹង Ultraman ហើយនឹង Apache Red ហ្នឹងទេហើយខ្ញុំសង្ឃឹមថារឿង Project Red ដែលគេនឹងចេញឆ្នាំក្រោយហ្នឹងគឺវាអាចបន្លំបន្សំគ្នាជាមួយនឹងការជំនួសរបស់ Super Sentai បានដោយសារតែយើងដឹងហើយ Super Sentai គឺជារឿងមួយដែលឲ្យនៅ childhood ឲ្យនៅកុមារភាពល្អដល់ក្មេងៗជំនាន់ខ្ញុំអីច្រើនហ្នឹងទៅខ្ញុំពិតជាសង្ឃឹមថារឿងក្រោយនេះគឺជោគជ័យរកលុយបានអញ្ចឹងណាពួក Super Sentai ហ្នឹងខ្ញុំក៏មើលមិនអស់ខ្លាំងដែរគឺខ្ញុំមើលបានតែថា 40% ដែរទេគ្រាន់តែខ្ញុំតាមដានបានច្រើនដូចគ្នាហើយយ៉ាងនេះអាច comment Super Sentai ហ្នឹងចូលចិត្តបានផងហ្នឹងហើយចុងក្រោយគឺមានអីគេពាក្យថា respect ទេហើយសន្តិភាព